ការកសាងប្រទេសកម្ពុជាមិនមែនត្រូវការតែរដ្ឋាភិបាលថ្នាក់ដឹកនាំលោកកំពុងប្រឹងប្រែងណាស់ប៉ុន្តែយើងត្រូវការពីគ្រប់ផ្នែកគ្រប់តួអង្គទាំងអស់ដែរហើយទាំងយុវជនទាំងម្ចាស់សហគ្រាសដែលជាសហគ្រិននឹងទៀតសោតរឹតតែត្រូវខិតខំប្រឹងប្រែងតែខ្ញុំជឿជាក់ថាខ្ញុំជាសហគ្រិនដែររឿងស្មុគស្មាញកើតឡើងច្រើនណាស់បាទបងប្អូនត្រូវប្រឹងលក់ត្រូវប្រឹងធ្វើទីផ្សារត្រូវប្រឹងកសាងម៉ាកយីហោត្រូវធ្វើអាជីវកម្មរស់ត្រូវមានប្រាក់ចំណូលបើកប្រាក់ពិវត្តជូនបុគ្គលិកត្រូវធ្វើម៉េចឲ្យបុគ្គលិកគាត់ទៅមួយយើងបានយូរវែងរឿងពេលខ្លះវាស្មុគស្មាញមែនទែនឥឡូវនឹងនិយាយពី digital ទៀតពេលខ្លះចេះទៅវាមិនអីអ្នកខ្លះអត់ចេះទៀតវាបន្ថែមសម្ពាធបន្ថែមទៀតប៉ុន្តែយ៉ាងណាបងប្អូនអរគ្នាសមាគមខ្ញុំមិននិយាយដល់ចំពោះតាស៊ីតាហ្វាទេនិយាយប្រមូលទាំងអស់ថាសមាគមដែលបានបង្កើតគុណតម្លៃចូលរួមជួយបងប្អូនតាមរយៈសិក្ខាសាលាការចែកម្លែកដូចជាកម្មវិធី talk show យើងព្រឹកនេះជាដើមបងប្អូនយើងកុំភ្លេចកុំបំភ្លេចឬក៏កុំមើលរំលងឲ្យសោះពីព្រោះការស្ដាប់ការចំណាយពេលតិចតួចនេះប្រហែលជាមានធាតុចូលជាច្រើនដើម្បីឲ្យបងប្អូនយកទៅអនុវត្តយកទៅអភិវឌ្ឍយកទៅកែលម្អយកទៅរៀនសូត្របន្ថែមដើម្បីធ្វើឲ្យធុរកិច្ចរបស់ខ្លួនទីមួយខ្លួនឯងសិនកាន់តែយល់អំពី digital នឹងបានច្រើនជាងមុនទីពីរយល់អំពីបរិបទសង្គមរបស់យើងទី3គឺយើងយល់អំពីពិភពលោកនិងសេដ្ឋកិច្ចទាំងមូលទៅយ៉ាងម៉េចនៅពេលដែលយើងក្តោបព័ត៌មានទាំងអស់នោះបានយើងអាចថាយើងប្រកាសជាអាចទៅជាមួយគេជាមួយឯងបានបើយើងមិនបែបនេះទេខ្ញុំគិតថាយើងនឹងបាត់បង់យើងនឹងបរាជ័យហើយរឿងសំខាន់មួយទៀតនោះគឺធ្វើរឿងដែលត្រឹមត្រូវអាជីវកម្មក៏ភាពត្រឹមត្រូវដែរភាពត្រឹមត្រូវរបស់អាជីវកម្មគឺការរកស៊ីដោយស្របច្បាប់និងអនុលោមភាពដើម្បីធ្វើយ៉ាងណាឲ្យយើងទាញយកប្រយោជន៍ពីប្រទេសរបស់យើងបានហើយខ្លួនឯងក៏អាចរីកចម្រើនទៅបានដែរបងប្អូនខ្ញុំនិយាយបួងចក់តិចចុះការធ្វើអនុលោមភាពនឹងចាប់បង្ខំឲ្យបងប្អូនធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនឯងស្តង់ដារបើសិនណាបើអត់ធ្វើអនុលោមភាពគឺចង់និយាយថាបិទពេលណាក៏បានបើកពេលណាក៏បានបងប្អូនប្រហែលជាអត់មានចាំខុសវិស័យវិញឆ្ងាយនេះគឺជាទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំទេវាអាចមិនត្រូវសម្រាប់បងប្អូនមួយចំនួនប៉ុន្តែវាអាចនឹងត្រូវសម្រាប់បងប្អូនមួយចំនួនដែលលោកមិនទាន់បានយល់ពីចំណុចនេះបាទអញ្ចឹងជាចុងក្រោយខ្ញុំក៏សូមជូនពរដល់ទស្សនិកជនរបស់យើងដែលបានទស្សនាបានកំពុងទស្សនាឬក៏ទស្សនានៅពេលក្រោយកម្មវិធីរបស់ CFN កម្មវិធី Flash News ទៅលើកិច្ចពិភាក្សារបស់យើង Talk Show ព្រឹកនេះសូមឲ្យទទួលយកនៅគេហៅថា concept digital ថ្មីការជំនួសរបស់ខ្ញុំគឺពាក់ព័ន្ធនឹង concept digital តែម្ដងព្រោះរឿង digital ធំណាស់ជាងសូមឲ្យបងប្អូនមើលឃើញពលឺនៃ digital មើលឃើញពលឺនៃការសប្បាយរីករាយជាមួយនឹងការទទួលយកចំណេះដឹងជំនាញផ្សេងៗពាក់ព័ន្ធ digital ហើយយើងរីកចម្រើនទាំងអស់គ្នាកសាងកម្ពុជាឲ្យក្លាយជាប្រទេសមួយដែលរឹងមាំរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរនិងក្លាយជាប្រទេសអច្ឆរិយប្រទេសដោយដែលដូនតាយើងលោកបានកសាងអច្ឆរិយប្រទេសរបស់យើងកាលពីរាប់ពាន់ឆ្នាំមុនបាទ